នៅក្នុងហ្គេមនេះយើងបានមកលេងហ្គេម zombie មួយដែលយើងដើរតួធ្វើជាអ្នកយាមចំការមួយកន្លែងដែលត្រូវបាន zombie ដេញខំអត់ឈប់អត់ឈររកតែពេលដេកពួនអត់បានវាពិតជាពិបាកខ្លាំងមែនទែនប៉ុន្តែមេវាយដូចអាចគូយ៉ាងបាទខ្ញុំវាយវាឡើងសួរមានអីពិបាកសោះបាទព្រោះតែវាតដៃមកបន្តិចក៏អត់បានដែរបាទប៉ុន្តែតែមុនដំបូងទេបាទដូច្នេះសូមស្វាគមន៍មកកាន់ play game វគ្គនេះគឺយើងលេងមួយគឺអត់សូវពិបាកអ្វីណាទេយកតាមយើងមើលទៅ zombie ក៏វាអត់មានអីដែរព្រោះតែវាពាក់មូកដែកមែនប៉ុន្តែជន់មីនតែមិនតិចងាប់ហើយបាទវាអត់មានអីពិបាកទេចំពោះ zombie ដែលពាក់មូកនេះមូកអីអានេះដូចមូកស្អីគេទេវាយភ្លេចចង់ភ្លេចបាត់ឯនេះមូកស្អីចាំអត់ចាំដឹងថាវគ្គនេះគឺវាដូចជាគ្មានប្រវាយដូចជាវគ្គមួយធម្មតាដែរខ្ញុំក៏ទទួលបានដូងមួយផ្លែបាទតែដូងនេះគឺយើងអាចយកវាយកទៅគប់បានវាបាច់ផ្លោងពីចម្ងាយដែលមិនបាច់ចាំរាំងភ្នរនេះទេវាអាចគប់ zombie បានពីចម្ងាយអត់មានបញ្ហាទេគឺងាយវគ្គនេះក៏ងាយដែរបាទយើងវគ្គនេះគឺយើងត្រូវការដាំផ្កាឲ្យគ្រប់2ជួរមិនថាវគ្គ1ឬមួយក៏វគ្គ2ទេបាទគឺយើងត្រូវការដាំផ្កាឲ្យគ្រប់2ជួរដូចគ្នាបាទប៉ុន្តែមានវគ្គខ្លះគឺយើងមិនចាំបាច់ដាំផ្កាឲ្យគ្រប់2ជួរក៏បានដែរបាទក៏អាចលេងឈ្នះគ្រាន់តែលេងទៅរៀងវេទនាបន្តិចមកដល់វគ្គថ្មីនេះក៏វាមិនខុសពីវគ្គមុនដែរគ្រាន់តែវានៅអេស៊ីបយើងបានធ្វើការឆ្លងពេលវេលាមកកាន់ប្រទេសអេស៊ីបនៅសម័យបុរាណដោយធ្វើការជិះឡានរបស់យើងទីនេះគេបង្រៀនយើងអំពីការប្រើប្រាស់ super ឬ skill ចុងក្រោយនេះដោយដែលយើងបានឃើញគឺបាញ់ញាប់ដោយម៉ាស៊ីនដេអញ្ចឹងបាទឥឡូវនេះគឺយើងគឺមានដុំដី2នៅខាងមុខខ្ញុំអត់ដឹងដែរគឺយើងត្រូវការដាំផ្កាចំនួន2ដើម្បីឲ្យដើម្បីយើងងាយស្រួលក្នុងការទទួលបានកាក់ដើម្បីទទួលបានស្អីគេព្រះអាទិត្យដើម្បីងាយស្រួលក្នុងការបាញ់ zombie នៅក្នុងវគ្គនេះខ្ញុំអាចទប់ទល់បានវាអត់មានបញ្ហាអីទេគឺយើងនៅតែអាចទប់ទល់បានព្រោះវាគ្រាន់តែជាវគ្គដំបូងទេដែលគេឲ្យយើងលេងកម្ដៅសាច់ដុំសិនទេបាទតិចទៀតដល់វគ្គធំដល់វគ្គច្រើនគឺនេះហើយបាទយើងធ្វើការដាក់មកអាស្លឹកទាំងអស់ហ្នឹងគឺយើងអាចដាក់គ្រប់បន្លែផ្លែឈើទាំងអស់មិនថាបន្លែផ្លែឈើឲ្យវាចេញ skill ឬ super ខុសគ្នាបាទដូចយើងធ្វើការដាក់បើសិនជាយើងធ្វើការដាក់ super ទៅលើដងប្រហែលជាដងហ្នឹងវានឹងផ្ទុះឬក៏អាម៉េចវាទេយើងអត់ដឹងដែរបាទតែណែហើយវានឹងផ្ទុះមែនបើសិនជាយើងធ្វើការដាក់ super ទៅលើដងឥឡូវនេះយើងបានទទួលនៅ skill ថ្មីទេបាទអានេះតាមមើលទៅវាគឺជា skill មួយឲ្យយើងការអស់កាក់យើងត្រូវអូសវាវគ្គនេះគឺគេអត់ឲ្យយើងដាំផ្កាទេបាទគឺយើងត្រូវតែលេងឲ្យបាញ់ zombie អញ្ចឹងហ្មងវាពិបាកដែរប៉ុន្តែវាមិនសូវជាបញ្ហាព្រោះ zombie ហ្នឹងសិតតែ zombie កាទេអត់មាន zombie អីទេវាគ្រាន់តែច្រើននឹងអារឿងចំនួនវាតែប៉ុណ្ណឹងនៅក្នុងវគ្គនេះគឺប្លែកខ្លាំងមែនទែនប្លែកជាងវគ្គ1ទៀតដោយសារតែនៅ AZ បាយនៅមានកត្រកដីទៀតនៅវគ្គនេះខ្ញុំភ័យមែនទែនបាទព្រោះ zombie វាមកច្រើនយកតែមែនទែនវាតិចទេប៉ុន្តែ zombie គឺច្រើនបើអត់ប្រើ skill នេះទេគឺអត់អាចបានទេហើយនេះប្រើតើយើងចំណាយកាក់របស់យើងទៀតបើមិនអញ្ចឹងទេគឺយើងអាចប្រើបានទេគេមិនមែនឲ្យយើងប្រើ free ទេយើងត្រូវចំណាយកាក់ឥឡូវយើងបានបញ្ចប់វគ្គនេះហើយវគ្គនេះគឺវាពិបាកនឹងរឿងចំនួនយើងក៏ទទួលបានផែនទី1យើងក៏បញ្ចប់វគ្គនេះបានដោយជោគជ័យហើយយើងក៏ទៅវគ្គថ្មីវគ្គគឺវគ្គទី3មកដល់វគ្គទី3នេះយើងលេងមួយថ្ងៃឯងយើងទៅមិនដឹងថាយើងលេងដល់វគ្គទី3ទេនៅខ្វះតា 2-3 វគ្គទៀតទេយើងនឹងទៅដល់វគ្គមេហើយនៅពេលយើងចូលមកដល់វគ្គទី3នេះគឺយើងបានផ្កា2និងដូង1ផ្លែគេមិនដឹងថាឲ្យផ្កាយើងធ្វើអីទេប្រហែលជាគេឲ្យផ្កាយើងទុកការពារមើលទៅមកដល់វគ្គនេះគឺវាអត់មានបញ្ហាអីទេគឺយើងអាចលេងធម្មតាបានយើងគឺមានរបស់ចំនួន3ដែលនៅខាងក្រោមហើយវាគិតកាក់យើងវាមានឆក់វាមានស្អីគេនេះអូសនេះចេញក្រៅនេះជាមួយនឹងកក
តកនេះវគ្គនេះគឺយើងមកប្រទះឃើញនៅសូមប៊ីមួយដែលកាន់ស្អីគេកាន់ដូចជាអាញូអីកាន់ស្អីគេដបងដែលវាមានសមត្ថភាពអាចស្រូបពលឺព្រះអាទិត្យពីផ្ការបស់យើងបានហើយនឹងសូមប៊ីកាន់ខ្នងអូតនឹងអាស្អីគេក្តារអូតមែនហ្នឹងហើយវាកាន់តែយើងអាចវាយវាបានយ៉ាងស្រួលវាធម្មតាវគ្គនេះដូចវគ្គមួយដែរវាស្តៀងវគ្គមួយតែវាមិនសូវដូចវគ្គមួយប្រហែលទេបាទបើយើងមើលទៅលើសូមប៊ីនេះក៏វាមិនជាខ្លាំងអីណាដែរវាគ្រាន់តែកាន់អាថាសស្អីគេនោះប៉ុន្តែវគ្គនេះវារៀងយូរបន្តិចតែវាធម្មតាបន្ទាប់ពីយើងបានយកឈ្នះវគ្គនេះហើយយើងក៏ទទួលបានជាមួយនឹងលហុងដែលលហុងនេះគឺមានសមត្ថភាពអាចគប់ធ្លុះបានមិនថាភ្នោមិនថាអ្វីដែលរារាំងយើងនៅខាងមុខទេដូចវគ្គនេះអញ្ចឹងគឺយើងអាចដាក់វាមកហើយគប់មកគឺគប់ធ្លុះបានដែលអាវុធធម្មតាគឺវាអាចធ្វើអញ្ចឹងបានទេបាទដូចត្រូវការចំណាយពេលវេលាបាញ់កំទេចភ្នោអស់នេះសិនតែយើងអាចគប់វាបានវគ្គនេះគឺយើងគ្រាន់តែលេងហើយវគ្គនេះគឺសម្បូរដុំដីខ្លាំងមែនទែនបើយើងមើលគឺមានដុំដីចំនួន4ហើយវគ្គនេះតាមពិតទៅបើគេដាក់ដុំដីឲ្យយើងក៏យើងអាចលេងឈ្នះដែរបាទវាមិនសូវជានេះប្រហែលទេខ្មោចតែមេចេញមកទៅបានហើយដល់វគ្គនេះគឺគេឲ្យដុំដីយើងច្រើនមែនតើហើយមានសូមវីមកច្រើនតែមិនអីទេ super របស់យើងក៏មានច្រើនដែរគឺយើងអាចដាក់ទៅហើយយើងចំណាយពេលលេងតែមួយផ្លេតឈ្នះហើយបាទសូមវីគឺអាចខាំស៊ីយើងបានទេហើយយើងក៏ទទួលបានក្បាលម៉ាមីនេះជាមួយនឹងកាក់ម្ទេសទុកអាប់ក្រេតនិងរបស់ផ្សេងដែលយើងទុកអាប់ដោយប្រើកាក់របស់ទាំងអស់ហ្នឹងអាប់ត្រូវការប្រើកាក់ដែលយើងមានគឺយើងត្រូវការចំណាយកាក់ដើម្បីអាប់ឲ្យវាខ្លាំងជាងមុនហើយយើងក៏ចិត្តបានដល់មេមែនតែនហើយនៅខ្វះតែប្រហែលជា2វគ្គទៀតយើងធ្វើការទៅដល់មេហើយកន្លែងនេះគឺគេប្រាប់បង្រៀនយើងពីរបៀបអាប់ក្រេតដែលយើងត្រូវការចំណាយកាក់នឹងឯងវាដូចជាធ្វើឲ្យបាញ់ឈឺជាងមុនធ្វើឲ្យបាញ់ឈឺជាងមុនហើយនឹងបង្កើនសមត្ថភាពបន្លែផ្លែឈើរបស់យើងដូចជានៅក្នុងវគ្គនេះគឺគេឲ្យយើងដាំផ្កាយធម្មតាដែរដូចវគ្គទូទៅដែរវគ្គនេះចូលមកដល់វគ្គទី4នេះច្រឡំបើយើងមើលទៅគឺវគ្គទី5ទេព្រោះមានលេខនៅខាងលើនេះប៉ុន្តែវគ្គនេះគឺយើងមើលទៅដូចជាអត់មានអ្វីធំដុំទេគឺមានភ្នោប្រហែលជា6 7ដែរវាធ្វើការរារាំងយើងតែយើងគ្រាន់តែដាក់ដងទៅវាអាចបាញ់ការពារបានវាអាចផ្លោងទៅខំលងបានដែរបាទប៉ុន្តែវាមិនសូវជាល្អជាងលហុងទេលហុងគឺល្អជាងលហុងគឺបាញ់បានល្អជាងវាអាចបាញ់ភ្លុះដោយទាំងហ្នឹងទៀតមកដល់ហើយបាទគឺសូមប៊ីដែលខ្ញុំខ្លាចជាងគេនៅក្នុងមួយហ្គេមហ្នឹងគឺគ្មានសូមប៊ីណាដែលខ្ញុំខ្លាចជាងអាសូមប៊ីកាន់ពូភ្លើងនឹងទេកាន់ចន្លោះភ្លើងទេវាគឺសាហាវខ្លាំងមែនទែនគឺលេងអាហ្នឹងគឺបាច់នេះទេបើភ្លេចមើលគឺវាលេងចូលដល់ផ្ទះយើងហើយគឺចាញ់វាតែមួយផ្លេតតែហ្មងគ្មានអ្វីដែលគួរឲ្យខ្លាចជាងអាសូមប៊ីកាន់ពូភ្លើងនឹងទេក្នុងចំណោមសូមប៊ីទាំងអស់នៅវគ្គនេះអត់សូវបញ្ហាអីទេបាទគឺយើងអាចលេងទៅមុខបានហើយយើងនឹងទទួលបានជាមួយនឹងនេះគឺជាដុំតកដែលវាគឺអត់ចំណាយប្រច័នអីទេគឺ0ហើយយើងក៏ចូលមកដល់វគ្គមេមុនដំបូងខ្ញុំគិតថាមេនេះវាខ្លាំងដែរវាមិនបញ្ហាទេគេឲ្យយើងអាប់ក្រេតខ្ញុំ20ខ្ញុំគិតថាវគ្គនេះលេងចាញ់ហើយប៉ុន្តែពេលដែលយើងបានទៅលេងវគ្គ
mùi ní món từ dương bạn đừng thà mì nó cứ khăng một phần á cứ miền to đây bàn xong rồi mà phai đấy bạn tí bấm phọt dương bàn mà đo là cứ vẽ tí muối tại thời chỉ vẽ mế dương có bàn chụp cá son tên ní hai kỳ ao dương lính sầm nang ná đại vẽ ní kia mình ao dương đầm cá cứ miền mùi nằm mà sấn chăm ao tại chư mà dương bát lời ní dương thôi cá đạo chỉ mùi nâng spray spray cái đau thảo với spray cái đau chỉ mùi nâng lỏng dương đạo về tới zombie nó đằng ngọt bỏ dương háo dương thua can xong cà cọ ní tục đặt mì trong cái chóp ở sân gì dương mình thư chân thấy dương mình ai tục mì nâng bàn đấy phù hợp bành hà nâng hay zombie đài vì vẹn mục đầy ní có vì mình khăng ấy na đã bị tròn tà khóp min muối nó cứ ngọt ba đây bà cứ ở đây thế dương thức cá xì thối dương muối con chào cầm pay cầm bọc đấy vì dương tục bán vì mình bành hà đấy trong khoai tà muối đấy cứ dồn đi canh chuyển lót nó cứ ọt bàn đấy tập hết hào ấy cứ vì trâu vay dương đọt thế chẳng phải chặt mùi gì mà thế tại vì nơi ngay chương vì sao ấy mà đấy tại dương thợ mưa kia đã lấy mình hai trâu mà nơi chởn con nào đấy đụng đầy vào nhóm miếng đạn này lười nó một nữa thì mình khoai cho xuống đi canh thì lo mùi tiếc giờ vì nó hư ọt miếng thành hai tí việc trâu mà nó phăng vô nó phăng thì vì hỏi từ sọc đào mà hỏi lấy ní dương ban chụp chỉ mùi năng xuống bi mế việc ní vẽ thì muối mê thòm nà mê ní đôi mê vẽ muối đây vẽ cái nướng ấy play còn đôi chỉ mê vẽ muối đôi tập nia tay nó bàn tay vẽ ní cứ cha khang mình đến cứ việc cho nên nướng mà cả lại mà cứ việc ai cầm ra chương tay nè bán đấy bạn cần thực cận đại vô vay vô mà chỉ muối là cà ta có miên pi bấy xong bây giờ có tôi nó còn ai cục ban này bạn lấy ní dương thứ cả ban chỉ muối nên cả đồ để cái áo cứ đuôi cá nôm phường ní spray nhóm châu chợ spray đá của nhóm châu chợ hộp spray muối năng ní mà té muối năng xây kia ní dương tại ní thế hai cà chu từ bón dễ nó ấyคือល្អសម្រាប់យើងឥឡូវយើងបានបញ្ចប់វគ្គនេះបានដោយជោគជ័យហើយឥឡូវចូលដល់វគ្គទី7ហើយដែលជ្រៅជីវៈនៃការចាប់ផ្ដើមនៃភាពលំបាកថ្មីដែលយើងត្រូវឆ្លងកាត់ជួបប្រទះឥឡូវនេះខ្ញុំគិតថាវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរសូមអរគុណសម្រាប់ការតាមដានអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe រូបសញ្ញាកណ្ដឹងផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការបង្ហោះវីដេអូបន្តទៀតបាទសិនជាមានពាក្យពេចន៍ដែលខុសឆ្គងកន្លែងណាសូមអ្នកទាំងអស់គ្នាមេត្តាអភ័យទោសនឹងជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទ